ប្រាប់អំពីរបៀបដូរ leverage នៅក្នុង broker Ultimate សម្រាប់អ្នកដែលបង្កើត account រួចរាល់ហើយប៉ុន្តែ leverage នៅ1 លើ 500 1 លើ 100 ឬក៏លើ1 លើ 400 អ្នកនរគ្នាអាចផ្លាស់ប្ដូរ leverage បាននៅក្នុង broker នេះអ្នកនរគ្នាអាចផ្លាស់ប្ដូរ leverage ពី1 លើ 500 ទៅ1 លើ 2000 បានសម្រាប់អ្នកដៃថ្មីដែលអត់ទាន់ចេះផ្លាស់ប្ដូរអ្នកនរគ្នាអាចចូលលើពី account ចូលលើពី account ហើយមកដល់កន្លែងនេះគឺជា account សម្រាប់អ្នកនរគ្នាឧទាហរណ៍ថា account នេះនៅជាក់ស្ដែង1 លើ 500អ្នកនរគ្នាចង់ផ្លាស់ប្ដូរ account នឹងទៅជា leverage 1 លើ 2000អ្នកនរគ្នាចុចកន្លែងរូប setting នេះមកឬហើយចុចពាក្យ change leverage បន្ទាប់ពីមកដល់កន្លែងនេះអ្នកនរគ្នាចុចពាក្យ select នេះមកនៅក្នុងនេះគេមាន leverage ឲ្យអ្នកនរនេះគេមាន leverage សម្រាប់ឲ្យយើងរើសមាន1 លើ 200 1 លើ 100 1 លើ 300រហូតដល់1 លើ 2000អញ្ចឹងអ្នកនរគ្នា select យក1 លើ 2000មកបន្ទាប់ពី select ប៉ុណ្្នឹងហើយអ្នកនរគ្នាចុចពាក្យ change leverage complete tick ខាងក្រោមផងដើម្បី change leverage បានអ្នកនរគ្នាឥឡូវយើង complete អីយើងមកមើលនេះ leverage 1 លើ 2000អញ្ចឹងខ្ញុំបដូរមួយទៀតឲ្យអ្នកនរគ្នាកាន់តែច្បាស់នេះ account របស់ខ្ញុំមាន2អញ្ចឹងខ្ញុំបដូរទាំង2អញ្ចឹងចុច Demon មកហើយចុចយក change មកយកពាក្យ select ដូចគ្នាយក1 លើ 2000ឬហើយ scroll ចូលក្រោម tick ខាងក្រោមនេះឬហើយចុចពាក្យ change leverage អូខេយើងបដូរ leverage បានរួចរាល់ហើយអរគុណអ្នកនរគ្នា